តោះបងប្អូនមកទស្សនាការហូបម្ហូបកូរ៉េទាំងអស់គ្នាពីព្រោះតែយើងបានធ្វើការថែមមកអញ្ចឹងណាឥឡូវយើងបានធ្វើការហូបម្ហូបកូរ៉េយើងធ្លាប់តែហូបម្ហូបខ្មែរតែប្រហែលជាមិនឆ្ងាញ់ដូចខ្ញុំធ្វើទេបងប្អូនម្ហូបនេះទៀតហើយអញហើយចាំបានផ្ទះបាញ់អត់ត្រូវមែនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវសូមមកទស្សនាការធ្វើការងារនៅឯរោងចក្ររបស់បងប្អូនទាំងអស់គ្នានៅឯប្រទេសកូរ៉េរោងចក្រនេះគឺរោងចក្រកាត់កញ្ចក់ហើយនេះគឺជាការងារដែលបងប្អូនធ្វើសពថ្ងៃហើយការងារនេះវាមានស្រួលវាមានពិបាកហើយក៏វាគ្រោះថ្នាក់ណាស់ដែរបើសិនតែយើងធ្វើការអត់ប្រយ័ត្នទេគឺវាគ្រោះថ្នាក់គ្រប់ជំហានហើយនេះគឺជាកុំព្យូទ័រដែលយើងត្រូវវាយម៉ែត្រដាក់ចូលក្នុងហ្នឹងទៅតឹងប្រមាណបដោយប្រមាណអីចឹងណាហើយចំនួនប្រមាណសន្លឹកហើយនឹងប្រមាណមីលីកម្រះវាអញ្ចឹងណាហើយពេលនេះគឺយើងធ្វើតែជនជាតិខ្មែរយើងទេគឺមានជនជាតិខ្មែរ4នាក់ក៏តែបងគាត់សម្រាប់ម្នាក់ធ្វើតែ3នាក់ទេហើយកញ្ចក់នេះគឺកញ្ចក់ OMD ST ពណ៌ខ្មៅហ្នឹងថ្លៃណាបងប្អូនដែលបងប្អូននៅខ្មែរយើងភាគច្រើនយកទៅធ្វើកញ្ចក់ផ្អួចយកទៅធ្វើកញ្ចក់នៅខាងមុខផ្ទះអីយកដែលគេធ្វើផ្ទះរូបកប៉ាល់រូបអីហ្នឹងគឺគេយកហ្នឹងឯងទៅឲ្យពួកវាតម្លៃថ្លៃបងប្អូនហើយហ្នឹងវាមានច្រើនប្រភេទវាមាន ST វាមាន MCT វាមាន MCT ទៅតាមប្រភេទវាមានពណ៌ស្វាយពណ៌កម្ៅខ្លាំងពណ៌កម្ៅស្ទើរអីចឹងទៅហើយការងារគឺកាត់តាមមួយស្លឹកនឹងទៀតទេគឺទៅហូបបាយឯងម្នាក់ហូបបាយកំពុងតែរៀបចំនាំគ្នាទៅហូបបាយទាំងអស់គ្នាពួកអូខេឥឡូវនាំគ្នាដើរទៅហូបបាយឯងឆ្ងាយបងប្អូនអើយដើរឡើងចូលចិត្ត20នាទីដែរហ្នឹងពីព្រោះថ្ងៃនេះថែមម៉ោងអញ្ចឹងដល់ពេលថែមម៉ោងមុនបងថាថែមដល់ព្រឹកទេបើថែមមកព្រឹកយើងហូបបាយខ្លួនឯងអញ្ចឹងដល់ពេលគេនិយាយមិនត្រូវគ្នាជាមួយតកែធំណោះតកែទី2ក៏គាត់ប្រាប់ថាឲ្យធ្វើមួយថ្ងៃហ្មងទៅបន្តការងារវារួចអញ្ចឹងណាដល់ពេលធ្វើមួយថ្ងៃមានអីមានតែស៊ីបាយហាងហ្នឹងអញ្ចឹងមានអីត្រូវនិយាយតិចទេចាំដើរទៅដល់ភោជនីយដ្ឋានលំដាប់ផ្កាយ5ចាំនិយាយគ្នាបន្តទៀតបាយអូខេឥឡូវយើងបានមកដល់ភោជនីយដ្ឋានលំដាប់ផ្កាយ5ហើយតែគឺតើតែលំដាប់អភិជនហ្នឹងมันអាចមកចូលភោជនីយដ្ឋាននេះបានអញ្ចឹងណាទៀតហើយអញហើយចាំបានផ្ទះបាញ់អត់ត្រូវមែនហើយឥឡូវនេះយើងកំពុងតែត្រៀមចូលឲ្យដឹងគេឲ្យចូលអត់ទេអូខេចូលឆាត់ពុកណានេះតិចចោលលួចចុះអុយអត់ចាប់បើកទ្វារផងហូបគេបានដាក់មកប្រាំនេះគឺហូបតបសំម្នាក់ហូបបាយឆុយម៉ែនឹងធំអត់បានទេអត់បានទេគាត់កំពុងសម្រក់គីឡូផងឥឡូវគាត់សម្រក់គីឡូផងប៉ុណ្ណឹងបងនោះក៏ចិត្តទៅចោះទៅខ្មែរជាមួយចោះទៅខ្មែរមកវិញដឹងតែមូលតាល់ហ៎ចោះទៅខ្មែរយើងបានម្ហូបខ្មែរយើងរសជាតិឆ្ងាញ់ចាកុំមើលម្ហូបកូរ៉េមើលទៅពណ៌វាតំណងបងប្អូនប៉ុន្តែរសជាតិចប់ហើយ10អីមាន2 3អីដែលឆ្ងាញ់តែបងប្អូនខ្មែរខ្លះគាត់អត់ស្គាល់រសជាតិកូរ៉េអញ្ចឹងគាត់មើលឃើញមកតោះម្ហូបកូរ៉េឆ្ងាញ់មើលទៅតំណងតែជាក់ស្ដែងអ្នកនៅកូរ៉េទេមិនដឹងពេលខ្លះធ្វើការហត់ខ្លាំងដល់ពេលបាយថ្ងៃត្រង់វិញហូបសឹងតែមិនកែเป็นការទៅមានត្រីបាក់ឬក៏ពងទាចៀនអីទើបយើងយកម្ហូបខ្លួនឯងទៅដល់ពឹងលើតែម្ហូបវាគឺចប់ហើយការដឹងទៅបែកនយោបាយមកឲ្យហេវបាយជួយមកដល់ជាម្ហូបស្អីទេកំពុងហេវបាយផងឲ្យទឹកវាពុះម្លឹងនេះបានដឹកចោលមនុស្សហើយអីមិនថាមកជួយបងប្អូនម្នាក់ហេវបាយខ្លាំងដល់ពើមកដល់ហាងមួយសង្ឃឹមថាបានម្ហូបឆ្ងាញ់ហើយហូបឲ្យបានបាយច្រើនហើយមានកម្លាំងធ្វើការងារអញ្ចឹងណាកុំតែជាក់ស្ដែងមានណាម្ហូបគ្រាន់តែឃើញម្នាក់ក៏វាក្បាលដាក់គ្នាតាត់ហើយហ្នឹងហើយបាយក៏អត់ទៀត
ដាក់មកនៅសមចានស្កឹះពីណាហូបពីណាអត់ហ្នឹងឯងអូខេឥឡូវយើងហូបបាយរួចហើយ Yes មកហូបអត់ឆ្ងាញ់បងប្អូនអត់ឆ្ងាញ់ទេនេះមើលទៅគឺខ្ទេចងណាមិនឲ្យសល់សាច់ទេមកដុំទេព្រោះយើងគិតថាទោះបីមិនឆ្ងាញ់យ៉ាងណាក៏ដោយបើយើងមិនស៊ីទេគឺវាមកកើតពីព្រោះយើងត្រូវការហូបវាឆ្អែតដើម្បីមានកម្លាំងធ្វើការទៀតអញ្ចឹងគឺត្រូវតែបង្ខំចិត្តហូបវាអស់បើមិនសឹងវាអត់បានទេអូខេឥឡូវយើងចេញដំណើរទៅវិញហើយមេឃរាំងហើយទល់កមកក៏ដើរទៅក៏ដើរអាស៊ីឆ្អែតហើយឲ្យគ្នាដើរទៀតអត់សង្ស័យទេកាលជាតិទៅដល់ខែចែបងប្អូនលឹកឈើជ្រុះអស់ហើយមេឃយើងអាប់ទៅហើយព្រោះមេឃចង្អុតភ្លៀងយ៉ាងឯងអញ្ចឹងយើងកំពុងធ្វើដំណើរទៅរោងចក្រយើងវិញដើម្បីបន្តការងារទៀត